ជាមធ្យមយើងយកបានកូនវា6ទៅ7កូនអាហ្នឹងយើងនឹងពិចារណាជំរុះហើយប៉ុន្តែយើងនៅមានគោខ្លះដែលគាត់នៅពេលដែលគាត់បានកូន6 7ហើយគាត់នៅផលិតគាត់រូបរាងកាយគាត់នៅរឹងមាំហើយគាត់នៅបន្តមានការបង្កកំណើតបានល្អរៀងរាល់ឆ្នាំអញ្ចឹងយើងអាចនឹងបន្តយកកូន1ឬ2បន្តទៀតមុននឹងយើងសម្រេចចិត្តថាគោមេគោហ្នឹងយើងត្រូវជំរុះចោលកសិដ្ឋានរបស់យើងគឺបានដំណើរការមកដល់ពេលនេះគឺ11ឆ្នាំហើយអង្គការរបស់យើងកើតនៅឆ្នាំ2015យើងមានដែលគោរបស់យើងនេះគឺមកទីនេះគឺដើម្បីសម្រាប់ប្រកាសនៅពេលដែលវាមកទីនេះគឺយើងនឹងពិនិត្យផ្ទៃពោះវារៀងរាល់2ខែម្ដងនៅពេលដែលគោណាមានផ្ទៃពោះយើងនឹងផ្ដល់កម្ចីទៅឲ្យកសិករនៅទីនេះផងដែរយើងមានចិញ្ចឹមជាក្របីហើយយើងមានពពែយើងមានជាជ្រូកយើងមានជាជៀមយើងមានជាមាន់ទានោះគឺជាយើងចិញ្ចឹមសម្រាប់ធ្វើម្ហូបសម្រាប់ឲ្យសិស្សសាលារបស់យើងអង្គការគោសប្បុរសកម្ពុជានេះបើយើងស្ដាប់ទៅថាការងារស្នូលរបស់យើងគឺយើងប្រៀបដូចជាធនាគារអញ្ចឹងប៉ុន្តែធនាគារគេឲ្យខ្ចីលុយចំណែកខាងអង្គការគោសប្បុរសកម្ពុជាគឺយើងឲ្យខ្ចីគោមានន័យថាកសិករដែលទទួលកម្ចីគោពីយើងគឺគាត់នឹងមើលថែគោដែលមានផ្ទៃពោះឲ្យស្រេចរហូតដល់គោនោះផ្ដាច់ដោះអញ្ចឹងនៅពេលដែលគោផ្ដាច់ដោះគាត់នឹងទទួលបានកូននោះជាកម្មសិទ្ធិរបស់គាត់អាចចិញ្ចឹមបន្តដើម្បីបង្កើនចំនួនគោរបស់គាត់ឬក៏គាត់អាចដោះដូរឬក៏លក់ដូរអីអង្គការយើងគឺនឹងយកមេគោត្រឡប់មកកសិដ្ឋាននេះវិញដើម្បីបំផើមហើយនៅពេលដែលគោនោះមានផ្ទៃពោះម្ដងទៀតយើងនឹងផ្ដល់ទៅឲ្យគ្រួសារផ្សេងទៀតហើយការងារនេះយើងចេះតែបន្តជារៀងរហូតទៅសម្រាប់អង្គការគោសប្បុរសដើម្បីកម្ពុជាយើងគឺយើងមានមេគោចំនួនបច្ចុប្បន្នមានមេគោចំនួន150ក្បាលគោរបស់យើងគឺនៅទីនេះមានចំនួន88ក្បាលហើយក្រៅពីនេះគឺគោរបស់យើងគឺនៅជាមួយប្រជាជនហើយយើងក៏មានក្របីចំនួន9ក្បាលផងដែរក្នុងនោះវាមានមេ7ក្បាលសប្តាហ៍ថ្ងៃដែលកំពុងមានផ្ទៃពោះហើយគាត់កំពុងនៅជាមួយគ្រួសារព័ន្ធនឹងកសិករដែលទទួលបានកម្ចីពូពីអង្គការគោសប្បុរសដើម្បីកម្ពុជាសប្តាហ៍ថ្ងៃយើងធ្វើការជាមួយប្រជាជន5ស្រុកនៅក្នុងខេត្តសៀមរាបនេះស្រុកបន្ទាយស្រីនេះគ្រាន់តែជាស្រុកមួយក្នុងចំណោមស្រុកដទៃផ្សេងទៀតដែលយើងធ្វើការទេអញ្ចឹងយើងបានផ្ដល់កម្ចីគោរបស់យើងស្ទើរតែជុំវិញខេត្តសៀមរាបទៅហើយនឹងទី1ទី2តើកសិករបែបណាទើបមានលទ្ធភាពអាចទទួលកម្ចីគោពីអង្គការអូស្ត្រាលីបានយើងមានបុគ្គលិករបស់យើងចុះទៅវេតម្លៃផ្ទាល់ជាមួយកសិករដែលយើងមានបញ្ជីសំណួរច្បាស់លាស់អញ្ចឹងបើសិនជាគាត់ពិតជាកសិករដែលខ្វះខាតពិតប្រាកដគាត់នឹងជាប់ក្នុងតារាងមួយគេហៅថាតារាងរងចាំនៅពេលដែលយើងពិនិត្យផ្ទៃពោះគោគិតឃើញថាគោមានផ្ទៃពោះហើយយើងនឹងដាក់លេខរៀងថាកសិករណាដែលសម្ភាសមុនគាត់នឹងស្ថិតនៅតារាងរងចាំមុនគេអញ្ចឹងគាត់នឹងទទួលបានមុនហើយនៅទីនេះមួយឆ្នាំយើងពិនិត្យផ្ទៃពោះចំនួន6ដងជើរៀងរាល់2ខែយើងពិនិត្យផ្ទៃពោះម្ដងអញ្ចឹងនៅពេលដែលគោយើងមានផ្ទៃពោះយើងនឹងដឹកមេគោផើមស្រេចនោះយកទៅឲ្យគាត់ដល់ផ្ទះហើយនៅពេលគាត់បានទទួលគោហើយយើងនឹងមានបុគ្គលិករបស់យើងចុះតាមមើលថែតាមប្រឹក្សាយោបល់ហើយបើសិនជាសត្វគោនឹងគាត់ឈឺមានរបួសឬក៏មានបញ្ហាអីហ្នឹងជាបន្ទុករបស់អង្គការគោសប្បុរសដើម្បីកម្ពុជាសុទ្ធសាធហើយផ្ទះរបស់យើងគឺជារៀងរាល់ឆ្នាំយើងបន្តកសាងជូនប្រជាជនហើយយើងក៏មានការវាយតម្លៃច្បាស់លាស់ដូចគ្នាគឺយើងមានក្រុមការងាររបស់យើងចុះទៅសម្ភាសគាត់ដោយផ្ទាល់ហើយយើងមានបញ្ជីសំណួរយើងមានលក្ខន្តិកៈថាកសិករណាដែលពិតជាខ្វះខាតពិតប្រាកដហើយមកដល់បច្ចុប្បន្ននេះយើងធ្វើផ្ទះជូនប្រជាជនបានជាង70ខ្នងហើយយើងមានផលលំបាក2ទី1គឺក្នុងខែវស្សាមានន័យថានៅទីនេះវាទាបអតីតវាជាដីស្រែទេដែលប្រជាជនគាត់ធ្វើស្រែទេពេលដែលរដូវទឹកជំនន់មកដល់អញ្ចឹងយើងជួបឧបសគ្គនៅទឹកជន់នៅទីនេះយើងចិញ្ចឹមមានលក្ខណៈប្រសើរជាងប្រជាជនទូទៅចិញ្ចឹមបន្តិចត្រង់ថា
គោលដៅរបស់យើងគឺយើងធ្វើម៉េចដើម្បីឲ្យគោនឹងវាមានអត្រាប្រកបកំណត់ខ្ពស់ទី2គឺយើងគិតគូរជាងគេគឺលើសុខភាពរបស់វានៅទីនេះគឺយើងមានការថែទាំដិតដល់មានការចាក់វ៉ាក់សាំងការពារជំងឺបានគ្រប់គ្រាន់រៀងរាល់ឆ្នាំហើយយើងយកលាមករបស់វាទៅពិនិត្យមើលជាទៀងទាត់ថាតើក្នុងលាមកសត្វនឹងមានសត្វល្អិតអីអត់ជាពាក្យចុងក្រោយខ្ញុំសូមផ្ដាំផ្ញើថាទោះជាបងប្អូនធ្វើអីក៏ដោយកុំបោះបង់ការចិញ្ចឹមគោនេះចោលពីព្រោះគោនេះមិនត្រឹមតែផ្ដល់ជាកម្រៃផ្ដល់ជាកូនឲ្យយើងទេយើងអាចយកលាមកវាហើយនៅបច្ចុប្បន្ននេះគឺគោមានទីផ្សារល្អណាស់អញ្ចឹងអ្នកដែលមានគោគឺសប្តាហ៍ថ្ងៃគឺសប្បាយចិត្តណាស់ដោយសារតែទីផ្សារល្អលក់បានថ្លៃហើយគាត់បានចំណូលពីការលក់គោផងហើយគាត់បានជីដែលយើងអាចកាត់បន្ថយការចំណាយលុយលើជីគីមីបានច្រើន